ក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកពីបទពិសោធន៍សម្រាប់អ្នកដែលគាត់ចង់ទៅលេងកោះត្រល់លើកដំបូងហើយអត់ដឹងថាគួរធ្វើមិនខ្លះហើយសម្រាប់អ្នកដែលគាត់អត់មានប៉ាសពតអីតែគាត់អាចទៅបានអត់ដូចជាការចំណាយរបស់ខ្ញុំពីយប់3ថ្ងៃនោះអស់ប៉ុន្មានដែរហើយយើងអាចជិះម៉ូតូចូលបានអត់អីអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនទាំងគ្នានៅក្នុងវីដេអូនេះមកចាំខ្ញុំព្យាយាមប្រាប់បងប្អូនទាំងគ្នា detail ច្បាស់ៗតាមអីដែលខ្ញុំអាចប្រាប់បងប្អូនទាំងគ្នាបានអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ដឹងឬគាត់ដែរបានទៅអីអាចមើលវីដេអូនេះបានតែសម្រាប់បងប្អូនណាដែលគាត់ធ្លាប់ទៅហើយអាចរំលងក៏បានឬក៏បងប្អូនណាដែលគាត់អត់ពេញចិត្តនៅក្នុងការមើលអីអស់រំលងទៅកុំឲ្យមានសម្ពាធនៅក្នុងការមើលវីដេអូខ្ញុំអញ្ចឹងណាកុំឲ្យថាអូខ្ញុំយកលុយទៅចាយស្រុកគេអូខ្ញុំលើកស្ទួយវិស័យទេសចរស្រុកគេអីគឺ no ហ្មងដោយសារអីអ្នកតាមដានខ្ញុំដឹងហើយខ្ញុំផុតតែពីតំបន់ទេសចរស្រុកខ្មែរទេតែដោយសារតែយើងចង់មើលគេមើលឯងខ្លះថាគេដាក់ដល់ណាអញ្ចឹងហើយសម្រាប់អ្នកដែលគាត់ចង់មកលេងវៀតណាមឬក៏មកលេងកោះត្រល់អីហ្នឹងគឺត្រូវប្រយ័ត្នប្រយែងរឿងលុយមែនតើហ្មងអូខេបាទចឹងសម្រាប់ពេលដែលខ្ញុំទៅកោះត្រល់នេះគឺខ្ញុំជិះម៉ូតូទៅទេចង់សាកបទពិសោធន៍ថ្មីណាហើយជិះទូកជិះអីចឹងទៅចឹងជាដំបូងគឺយើងត្រូវជិះចូលមកដល់ព្រំដែនសិនព្រំដែននេះដូចជាគេហៅថាច្រកតនហន់ហើយចង់បញ្ជាក់បងប្អូនទាំងគ្នាថាសម្រាប់អ្នកដែលចង់មកលេងកោះត្រល់គឺតើតែមានប៉ាសពតបើអត់ប៉ាសពតគឺចូលអត់កើតទេហើយពេលដែលយើងមកដល់ហ្នឹងគឺយើងត្រូវចុះបដាដោយសារតែគេឲ្យយើងជិះម៉ូតូចូលឯណាគឺត្រូវចុះបដាហើយត្រូវវាយប៉ាសពតពីមាត់តំណទៅមាត់តំណចឹងទៅហើយបើសិនជាគេសួរថាទៅណាអីប្រាប់ថាទៅពីមទៅចឹងពេលដែលយើងវាយប៉ាសពតឲ្យហើយចេញពីព្រំដែននេះហើយគឺយើងជិះចូលមកដល់ហាទៀងហ្នឹងខ្ទង់30គីឡូអីទៀតហើយពេលដែលមកដល់ហ្នឹងគឺយើងមកទិញសម្បត្តិទូកទិញអីចឹងទៅកន្លែងអីនេះគឺម៉ែគាត់ហ្នឹងគឺចេះនិយាយខ្មែរចឹងបងប្អូនទាំងនេះអាចមកទិញកន្លែងគាត់បានសួរនិយាយគ្នាហើយសម្រាប់ទូកខ្ញុំមកជាអាស៊ុបដងពណ៌សខ្ញុំជាអាពណ៌ក្រហម Express ក្នុងម្នាក់ដូចជា$9អីហ្នឹងចឹងម៉ូតូផ្លាកលេខស្រុកខ្មែរយើងគឺនៅបានត្រឹមហាទៀងនេះទេអាចទៅផ្ញើកន្លែងផ្ទះគាត់បានបើយប់ដូចជា3000លុយខ្មែរអីទេនេះម៉ាក់យាយហ្នឹងគឺគាត់ចេះនិយាយខ្មែរចឹងអាចមករកកន្លែងគាត់បានចឹងសម្រាប់ក្នុងការទិញសម្បត្តិទូកហ្នឹងគឺត្រូវមានប៉ាសពតបងប្អូនទាំងនេះប៉ាសពតគឺត្រូវការតែជាប់ទៅណាក៏ដោយគឺត្រូវតែមានហើយកុំភ្លេចផ្ទៀងមើលឈ្មោះផងថាដូចប៉ាសពតអត់ប្រយ័ត្នគេឲ្យរបស់យើងទៅគេរបស់គេមកយើងនេះគឺប័ណ្ណពិសោធន៍ខ្ញុំផ្ទាល់ហ្មងហើយរឿងលុយដកពីធនាគារស្រុកខ្មែរហ្នឹងក៏កុំទុកចិត្តពេកដែរដកមកគឺអត់បានមើលប្រឡាក់ហើយជាប់សញ្ញេទៀតអញ្ចឹងខាងធនាគារវៀតណាមគឺគេអត់យកទេដល់ពេលអញ្ចឹងគឺពិបាកមែនតើហ្មងគឺត្រូវខ្ចីលុយអ្នកទៅជាមួយនឹងចាយសិនអញ្ចឹងដោយសារតែពេលហ្នឹង plan ដូរ300តែដូរបានតែ100ទេដោយសារតែ200ទីប្រឡាក់អញ្ចឹងក៏ខ្ចីលុយគេចាយសិនទៅដោយសារតែគេដូរយ៉ាងច្រើនដែរហើយពេលដូរលុយដូរអីហើយហ្នឹងក៏ទៅសារតំណើបទិញអីដែរដោយសារតែសល់ឡើង2ម៉ោងហើយឥឡូវដល់ម៉ោងជិះទូកអីអញ្ចឹងអីដែលគាត់លក់សម្បត្តិទូកឲ្យយើងហ្នឹងក៏គាត់មកជាមួយយើងដែរព្រោះដោយសារតែឈ្មោះខាងខ្ញុំហ្នឹងគឺមានមិត្តភក្តិម្នាក់គឺបានទៅគេហើយឈ្មោះគេហ្នឹងបានមកយើងអញ្ចឹងតែគាត់ថាអីឯងមកដល់គេគ្រាន់តែ scan QR ឲ្យគេមានបានមើលឈ្មោះហើយបើមើលឈ្មោះត្រូវវែងឆ្ងាយញ៉ៃពេញនឹងទៀតអីអញ្ចឹងត្រូវប្រយ័ត្នប្រយែងអានេះក៏ជាបទពិសោធន៍មួយដែរហើយសម្រាប់មកដល់បើសិនជាយើងអត់ចេះមើលលេខកៅអីទេអាចសួរពួកគាត់នៅនឹងបានតែប៉ិតលេខកៅអីគេដូចយន្តហោះអញ្ចឹងគេបិទលោដូចយន្តហោះអញ្ចឹងគាត់ថាយើងចូលដំបងរៀងស្រឡាំងកាំងដែរដោយសារតែវាសបអសវៀតណាមច្រើនពេកអញ្ចឹងមិនដឹងថាមើលពីណាទៅណាហើយរយៈពេលជិះពីហាទៀងទៅដល់ភូគុកស្អីគេហ្នឹងគឺរយៈពេល1ម៉ោងកន្លះរៀងយូរដែរហ្នឹងហើយដោយសារខ្ញុំទៅលើកនេះគឺទៅជាមួយអ្នកដែលគាត់ធ្លាប់ទៅអញ្ចឹងគាត់រៀងដឹងច្រើនគាត់កក់ម៉ូតូកក់អីអញ្ចឹងពេលដែលយើងទៅដល់ចំណតទូគេហ្នឹងគឺខាងម៉ូតូគឺគេយកម៉ូតូមកឲ្យយើងហើយសម្រាប់តម្លៃម៉ូតូដូចជាមួយថ្ងៃ5មាសកន្លះអីហ្នឹងឯងគាត់កាត់ដូចជា7រៀលតែដោយសារយើងតអញ្ចឹងយើង translate ខ្លះអីខ្លះអញ្ចឹងតម្រុំយល់គ្នារៀងយូរដែរហើយពេលហ្នឹងខ្ញុំឲ្យគាត់ទៅដូរម៉ូតូដោយសារតែខ្ញុំឃើញម៉ូតូគាត់យកមកហ្នឹងរៀងមុតវីចេះសំណាងហើយដែលមើលឃើញតន់កុំអីមិនដឹងថាតប៉ះនៅណានៅណីទេនិយាយទៅសម័យអត់ចាញ់ហ្មងហើយបន្ទាប់ពីយកម៉ូតូហើយក៏ជិះមកហកកន្លែងគេតែកន្លែងខ្ញុំគេនេះគឺស្អាតបុគ្គលិករួសរាយរាក់ទាក់និយាយទៅគឺស្រួលមកយើងហើយមកយកដូចជា$25បើយើងយកថែម$2ទៀតគឺមាន free breakfast ហើយ free ទាំងកាហ្វេទៀតសរុបមកតាម$27ឯងមានអាងហែទឹកមានក្លឹបហាត់ប្រាណហើយសំខាន់គឺមាន free គក់កៅអៅទៀតមានម៉ាស៊ីនបោកកៅអៅឲ្យយើងមួយសេតហ្មងហើយក្នុងបន្ទប់ហ្នឹងក៏មានទូទឹកកកដែរហើយនេះគឺជាកាទៀវដែលគេ free យើងគឺឆ្ងាញ់ហ្មងអាសាច់កាទៀវគេហ្នឹងគឺគ្មានពីរហ្មងខ្ញុំដល់ទិញនៅម៉ាតគេដែរប៉ុន្តែរត់មានសោះទិញមកខុសទៀតហើយនេះគឺជាកន្លែងញ៉ាំអាហាររបស់គេហ្នឹងហើយគេមានអាងហែទឹកនិយាយទៅ recommend កន្លែងហ្នឹងហ្មងអញ្ចឹងបងប្អូនទាំងនេះដែលចង់ទៅអាចតាក់ទងទៅតាមអាការគឺស៊ីបដែលខ្ញុំដាក់មិញហ្នឹងបានបន្ទាប់ពីចូលតែ check in check អីហើយក៏ងូតទឹកងូតអីហ្នឹងក៏ចេញមកកន្លែងនេះហៅគេភ្លេចបាត់ទេនេះតែពេលហ្នឹងអត់បានចូលឲ្យជីទៅរកអីញ៉ាំចិត្តហ្នឹងសិនដោយសារតែដាច់បាយហ្មងតាំងពីម៉ោង7កន្លះរហូតដល់ម៉ោង5កន្លះបានខ្ញុំបានញ៉ាំបាយថ្ងៃហើយពេលមកញ៉ាំអីនៅស្រុកនេះដូរតែកន្លែងកាសចូលពីលុយដងទៅលុយដុល្លារអីទៅយើងអាចដឹងហើយថាប្រហែល1000ដង10000ដងស្មើនឹង$100អញ្ចឹងណាបាយឆាក្តាមគេឆ្ងាញ់មែនតែនហ្មងមួយចានអត់ដល់$6ផងហ្នឹងនិយាយទៅរបស់គេធូរថ្លៃទេរបស់ខ្លះសឹងតែថោកជាងយើងផងបន្ទាប់មកចេញពីហ្នឹងរៀងល្ងាចយប់ដែរនិយាយទៅជិះពីកន្លែងមួយទៅកន្លែងមួយរៀងឆ្ងាយហ្មងនៅកោះត្រល់ហ្នឹងទីតាំងតំបន់ទេសចរគេហ្នឹងគឺថាឆ្ងាយពីគ្នាសិតតែ40-50គីឡូអញ្ចឹងខាតពេលខ្លាំងមែនតែនសម្រាប់អ្នកដែលមានពេលវេលាតិចអីនឹងទៅដើរបានច្រើនកន្លែងមកបើសិនជាអត់ចេះឆ្លៀតទេដូចខ្ញុំវិញតដើរនេះមកជប់នោះមកជប់អត់អាចនៅអៀកបានតែនៅអៀកគឺដើរបានច្រើនកន្លែងទេហើយដូចកន្លែងនេះអញ្ចឹងគេមានសម្ដែងសូពិសេសហើយគេឆ្លាតណាអាសូពិសេសគេហ្នឹងគឺគេអត់មានដាក់នៅកន្លែងម៉ោង7 8អីទេចាគឺថាដាក់ដល់សិតតែម៉ោង9កន្លះខ្ញុំនេះនឹកថាបើជ្រុលទៅហើយក៏ចាំមើលសូគេណាថាវាអស់ចាប៉ុណ្ណាគេឆ្លាតណាគេដាក់អាសូចឹងនៅក្រោយដើម្បីឲ្យភ្ញៀវទេសចរគឺនៅបានដើរនៅតំបន់គេហ្នឹងគឺដើរបានយូរម៉ោងអីចឹងទៅពេលអញ្ចឹងភ្ញៀវគេម៉ោង9កន្លះ10ណា
ណាគឺនៅឡើង full ដោយសារអីគឺគេចាំមើលអាសូនឹងឯងពេលខ្លះតំបន់ទេសចរគេទូចគេគ្មានអីទៅណាទេប៉ុន្តែគេចេះកែច្នៃអីចឹងទៅធ្វើឲ្យតាក់ទាញភ្ញៀវទេសចរមកកម្រិតទៀតទៅហើយសម្រាប់អាសូពិសេសគេហ្នឹងគឺគេសំដែងដូចជាកន្លះម៉ោងរៀងយូរដែរតែខ្ញុំអត់ចេះមើលហងមានអារម្មណ៍ថាវាឃើញតែភ្លើងពណ៌អីចឹងខ្ញុំអត់ដឹងមិនដែរយើងធ្លាប់តែនៅយើងឃើញអប្សរាឃើញអីចឹងណាដល់ពេលទៅដល់ស្រុកគេឃើញអញ្ចឹងមានអារម្មណ៍អត់សូវចេះមើលប៉ុន្តែនិយាយលេងសាច់អីគេភ្ញៀវទេសចរច្រើនមែនដោយសារតែគេចេះប្រម៉ូទខ្លួនឯងណាពេលខ្លះដូចខ្ញុំនិយាយពីដើមចឹងមិនណាទេប៉ុន្តែគេចេះប្រម៉ូទទៅបាក់ទឹកបាក់ដីបដ ហើយថ្ងៃនេះខ្ញុំទៅនេះសិតតែខ្មែរសបោខ្មែរមកហើយបើកន្លែងផ្ញើម៉ូតូគេវិញចេញចូលប្រហែលដងក៏អត់មានអស់លុយដែរហើយមានកន្លែងសាក់ថ្មអគ្គិសនីអីទៀតបន្ទាប់មកកាត់មកស្អែកខ្ញុំមកកន្លែង Win Wonder ស្អីគេហ្នឹងមកកន្លែងនេះអត់មានអស់លុយទេបើមិនជាយើងថតតែក្រៅតែបើចូលក្នុងដូចជាម្នាក់30ជាងអីហ្នឹងខ្ញុំអត់ច្បាស់ដែរប៉ុន្តែដោយសារតែពេលហ្នឹងចង់ដើរច្រើនកន្លែងអញ្ចឹងក៏អត់ចូលទៅសុខចិត្តនៅថតដល់បន្តិចហើយចេញពីកន្លែងហ្នឹងគឺទៅកន្លែងមួយទៀតដោយសារតែយើងសល់ពេលតែមួយថ្ងៃហ្នឹងទៀតឯស្អែកឡើងយើងត្រូវងើបមកឡើងមកបំពេញវិញអញ្ចឹងណាតែមានអីនៅកន្លែងគេហ្នឹងថតតែក្រៅយកមិនអស់ហើយបន្ទាប់មកក៏រៀងថ្ងៃល្ងាចតិចជិះមកហៅកន្លែងជីកធွာកន្លែងជីកធွာនេះយើងសម្រាប់យើងមានវីសាកាតអីក៏អាចទិញបានដែរពេលហ្នឹងដោយសារដូចខ្ញុំនិយាយអញ្ចឹងយើងរៀងស្ទើរលុយចៃលុយគេផងអីផងតែពេលហ្នឹងជាសំណាងមានវីសាកាតទៅក៏ទិញតាមវីសាកាតទៅហើយសម្រាប់កន្លែងសបត់កធွာហ្នឹងក្នុងម្នាក់ដូចជា$33ហើយពេលដែលយើងទិញហើយអីហើយយើងដើរមកកន្លែង truck គេហ្នឹងទៅនិយាយទៅកធွာគេគឺគេ direct ជីរហូតអត់មានម៉ោងណាម៉ោងណីទេនិយាយទៅគ្រប់ភ្ញៀវស្មន់ណាមានភ្ញៀវស្មន់ណាគឺជីស្មន់ណាបន្ទាប់ពីឆ្លងកន្លែងហ្នឹងហើយគេចូលទៅដល់គេហៅយើងថតរូបឯកន្លែងបេតងនោះតែបាច់ថតក៏បានដែរដោយសារអីថតឲ្យអស់លុយដដែលហ្នឹងទីចាំខ្ញុំប្រាប់អញ្ចឹងនេះកធွာគេពេលដែលយើងមកដល់គឺកធွာណាតនេគឺយើងចូលកធွာហ្នឹងឯងហើយពេលដែលខ្ញុំចូលនេះយើងស្រួលដែរតលាយជីដូចជា6នាក់ហ្នឹងហើយ6នាក់ហ្នឹងឯងហើយបើសួរថាជីកធွာហ្នឹងសบายអត់មានអីសบายតាប្លែកអារម្មណ៍ហើយមើលបានច្រើនក៏របៀបឆ្លងពីកោះមួយទៅកោះមួយអញ្ចឹងណាពេលហ្នឹងរៀងស្រែកដែរហើយរៀង sorry ភ្ញៀវបរទេសដែរហ្នឹងណាដោយសារតែយើងរៀងអញនិយាយថាយើងសบายផងភ័យផងអផងអីចឹងណានិយាយទៅអារម្មណ៍វាច្បុកច្បល់ដែរហើយពេលដែលយើងមើលពីលើមកគឺឃើញកោះមានទូកមានអីមានអាគារនិយាយទៅមានអីប្លែកឆ្លងពីមកអីគេហៅថាពីបកគោហ្នឹងណាពីមកបកគោទៅមកបកគោខ្ទង់ប្រហែលជា2-3នាទីដែរហ្នឹងណាទៅមកឆ្លងផុតហើយគ្រាន់តែសាច់ជីឆ្លងកោះហ្នឹងប្រហែលជាចូលឆ្លងចង់5-6កោះដែរហ្នឹងណាហើយសម្រាប់បងប្អូនទាំងនេះដែលគាត់ទៅលេងកោះត្រល់គួរតែទៅជីកធွာហ្នឹងយកបទពិសោធន៍ទៅមានអីសប្បាយប្លែកអារម្មណ៍ហើយពេលដែលយើងជីមកដល់ហ្នឹងមានគេហៅយក photo អីចឹងទៅអញ្ចឹងកុំយកដោយសារអីរូបមួយគឺថា$15ចាសំខាន់រូបឡើងដូចឈួតថតណា green screen ហ្នឹងហើយខីគ្មានស្អាតនៅបេតងហើយសំខាន់មកស្លឹក$15ទៀតណាចឹងដើរចេញប្រាប់គេទៅថាយើងអត់ត្រូវការយកឯងហើយសម្រាប់ដងនៅហ្នឹងវិញ$1-3រៀងថ្លៃដែរចាបើនៅកន្លែងផ្សេងតាមចាមផ្លូវអីហ្នឹងមួយតែ$3,500អីទេខ្ញុំទិញដូចតែតម្លៃនៅខ្មែរដែរហ្នឹងណាស្រៀងគ្នាវាមិនខុសគ្នាហ្មងទេបងប្អូនដែលចង់មកលេងកោះត្រល់នេះបាច់តែដូរលុយច្រើនទេជួយខ្ញុំទៅម្នាក់ឯងដូរតែ200ចាយឡើងហល់ហើយនេះដល់មកវិញឯងខ្ទង់ម៉ោង5ហ្នឹងដូចជាគេចាប់ផ្ដើមបិទហើយខ្ញុំឡើងលែងគិតពីរឿងភាពស្អាតអីហត់ដែរដើរឡើងពេញមួយថ្ងៃហើយជីទៅរៀងហឹងលកជាដូចយើងជិះយន្តហោះចឹងណាពេលជីមកឆ្លងកន្លាគានេះស្អាតឃើញឡើង colorful ហ្មងហើយសិតតាគាហើយមកដល់ហ្នឹងអត់តន់ចុះទៅឯនៅអាម៉ាសានេះនិយាយទៅអស់តែ$1,500លុយខ្មែរបានដូចជា4នាទីមានអីអត់ស្រួលហងមានអារម្មណ៍ថាម៉ាសាហើយចង់ឈឺខ្លួនលើសដើមហ្មងវាមិនមែនអត់ស្រួលធ្វើទុកយើងអីទេគ្រាន់តែវាអត់សូវស្រឡះខ្លួនអីអញ្ចឹងណាហើយនេះកាត់មកស្អែកឡើងចូលមកទិញអីផ្ញើអ្នកផ្ទះសិនទិញអំបិលទិញអីព្រមអំបិលនៅនឹងឆ្ងាញ់ហ่าដោះគោដាឡាត់ហ្នឹងនៅនោះតាម800ទេនៅយើងដូចជា1000ជាងនិយាយទៅនៅនេះរបស់ថោកស្រួលចាយបើថ្លៃតែតំបន់ទេសចរហើយដែលខ្ញុំចង់ទៅសារនៅហ្នឹងគឺអត់មានអ្នកសុំទានសូម្បីតែម្នាក់ហ្មងមួយថ្ងៃហ្នឹងគឺខ្ញុំដើរលេងដល់អត់មានសម្ពាធសោះអញ្ចឹងខ្ញុំទៅកោះត្រល់2យប់3ថ្ងៃហ្នឹងគឺខ្ញុំ2នាក់ចាយអស់តែ200ជាងទេហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនទាំងនេះមានចម្ងល់អីអាច comment សួរខ្ញុំបន្ថែមនៅខាងក្រោមហ្នឹងបានបាយ